អូខេថ្ងៃនេះខ្ញុំបានមកដល់តំបន់អេកូទេសចរណ៍ធម្មជាតិនៅខាងឃុំមានរិទ្ធនៅរស្មីភូមិពីរគិរីហៅថាបឹងក្រញ៉ាជួបវីដេអូពេញទាំងអស់គ្នាជម្រាបសួរក៏ដូចជាការសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានមកដល់ផ្លូវចូលនៃច្រកចូលនៅតំបន់ទេសចរណ៍អេកូធម្មជាតិបឹងក្រញ៉ាហើយនេះជាសកម្មភាពមួយដែរដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវដើម្បីបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញពីទស្សនវិជ្ជាដែលខ្ញុំបានធ្វើដំណើរទៅហ្នឹងណាហើយនេះជាសកម្មភាពមួយដែលខ្ញុំបានមកដល់តំបន់អេកូធម្មជាតិដែលមានឈ្មោះថាបឹងកញ្ញាហើយនេះជាការដើរកម្សាន្តផងដែរជាមួយនឹងក្រុមការងារផងដែររបស់ខ្ញុំហើយបងប្អូនឃើញពីទស្សនវិជ្ជាទាំងអស់នេះគឺឃើញថានៅតំបន់វស្សាគឺមានភ្លៀងធ្លាក់មានទឹកជាហូរហែផងដែរបាទនៅតាមដងផ្លូវហើយនេះយើងបានកំពុងតែមកដល់ជិតដល់នៅទីតាំងនៃតំបន់ធម្មជាតិនោះហើយបាទហើយយើងឃើញថាទស្សនវិជ្ជានៅតាមផ្លូវគឺមានទឹកជាប់តាមដងផ្លូវជាច្រើនហើយទេសភាពធម្មជាតិក៏ដូចជាមានតំបន់ទេសចរជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងណាហើយដោយបងប្អូនបានឃើញហើយខ្ញុំនឹងរៀបរាប់នៅកន្លែងមួយចំនួនដែលបងប្អូនអាចមកទស្សនាបាននៅតាមវីដេអូរបស់ខ្ញុំនឹងហើយវីដេអូនេះសង្ឃឹមថាពុកម៉ែបងប្អូនគាំទ្រនិងជួយលើកទឹកចិត្តនៅការជួយ share ការជួយជាវជាពិសេសជួយ subscribe នៅ channel របស់ខ្ញុំផងហើយនេះយើងបានមកដល់តំបន់អេកូទេសចរហើយនៅតំបន់ហ្នឹងបើសិនជានៅរដូវដែលមានបុណ្យទានគេមានការជិះទូកលេងកម្សាន្តនៅកន្លែងហ្នឹងហើយក៏ដូចជាការញ៉ាំអាហារដោយសារមានកញ្ចុះហើយមានការលក់ដូរនៅតាមដងផ្លូវជាច្រើនហើយចំពោះវីដេអូរបស់ខ្ញុំគឺគ្រាន់តែចង់បង្ហាញនៅសកម្មភាពឬក៏តំបន់ផ្សេងៗនៅតាមរមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជារបស់យើងនឹងបានហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រហើយខ្ញុំមកនេះនៅក្នុងខែ6ហ្នឹងទេហើយយើងឃើញថាទឹកក៏បានចាប់ផ្ដើមឡើងបដាហើយដោយសារតែនៅហ្នឹងគឺជាបឹងធម្មជាតិហើយខ្ញុំមកខាងលើទួលដើម្បីថតនៅសកម្មភាពឬក៏បង្ហាញពីទស្សនវិជ្ជានៅក្នុងបរិវេណនៅខាងបឹងក្រញ៉ានឹងផ្ទាល់តែម្ដងហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនពិតជាមានការចូលចិត្តនិងគាំទ្របន្តទៀតហើយនេះឃើញហើយពីទស្សនវិជ្ជានៅបរិវេណជុំវិញនឹងបឹងក្រញ៉ាហ្នឹងគឺពោរពេញទៅដោយទឹកហើយនិងធម្មជាតិជាច្រើនហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយតាមដាននៅវីដេអូក្រោយៗបន្តទៀតខ្ញុំសូមអរគុណសូមជម្រាបលា